សូមជម្រាបសួរបងប្អូនជាទីគោរពសូមស្វាគមន៍មកកាន់ Channel Skill Up KH បាទថ្ងៃនេះយើងមានប្រធានបទមួយស្ដីអំពីលំហូរសាច់ប្រាក់និងការរក្សាបញ្ជីដូច្នេះយើងចូលដល់មេរៀនយើងតែម្ដងបាទក្នុងផ្នែកទី1លំហូរសាច់ប្រាក់បាទការដឹងអំពីលំហូរសាច់ប្រាក់ដូចជាការយល់ដឹងអំពីចរន្តឈាមនៃអាជីវកម្មបាទអ្វីទៅជាលំហូរសាច់ប្រាក់លំហូរសាច់ប្រាក់គឺជាលុយដែលហូរចូលនិងចេញនៅក្នុងអាជីវកម្មវាខុសពីប្រាក់ចំណេញវាគឺជាដង្ហើមនៃអាជីវកម្មសម្រាប់រូបមន្តលំហូរសាច់ប្រាក់គឺយើងមាន in ដកអាវស្មើនឹង cash អញ្ចឹងមានន័យថាសាច់ប្រាក់ទទួលបានស្មើនឹងសាច់ប្រាក់ទទួលបានដកសាច់ប្រាក់ចំណាយស្មើនឹងលំហូរសាច់ប្រាក់ច្បាប់មាស3យ៉ាងហាមលក់ជំពាក់ត្រូវលក់ជាសាច់ប្រាក់សុទ្ធដើម្បីរក្សាសាច់ប្រាក់ក្នុងដៃការពន្យាពេលបង់វិក័យប័ត្រឲ្យអ្នកផ្គត់ផ្គង់ឲ្យបានយូរតាមដែលអាចធ្វើបានត្រួតពិនិត្យឲ្យបានញឹកញាប់ពិនិត្យសមតុល្យសាច់ប្រាក់របស់អ្នកឲ្យបានជាប់ជានិច្ចឬក៏ជាប្រចាំបាទជាបន្តទៀតយើងចូលដល់ចំណុចផលវិបាកនៃការខ្វះសាច់ប្រាក់សម្រាប់អាជីវកម្មរបស់អ្នកនៅពេលដែលខ្វះលំហូរសាច់ប្រាក់វាប្រឈមមុខនឹងទី1ការបិទទ្វារអាជីវកម្មភ្លាមទី2បាត់បង់ទំនុកចិត្តនិងភាពខ្មាស់គេទី3បង្ខំចិត្តខ្ចីលុយគេដែលមានការប្រាក់ខ្ពស់ទី4បំណុលរបស់លោកអ្នកនឹងកើនឡើងបាទជាបន្តទៀតយើងចូលដល់ផ្នែកទី2គឺការរក្សាបញ្ជីការរក្សាបញ្ជីគឺជាគ្រឹះនៃតម្លាភាពនិងការរីកចម្រើនបាទអញ្ចឹងយើងចូលដល់ slide បន្តទៀតហេតុអ្វីយើងត្រូវមានបញ្ជីបានជាយើងត្រូវមានបញ្ជីទី1ដឹងអំពីស្ថានភាពពិតដឹងអំពីភាពរីកចម្រើនក៏ដូចជាភាពខាតនិងចំណេញពិតប្រាកដនៅក្នុងអាជីវកម្មហេតុអ្វីបានយើងត្រូវមានបញ្ជីគឺយើងដឹងអំពីការគ្រប់គ្រងស្តុកដឹងអំពីទំនិញដែលលក់អស់និងទំនិញដែលនៅសល់ក្នុងស្តុកដើម្បីកុំឲ្យមានការស្ទះលុយបាទអញ្ចឹងយើងចូលដល់ slide បន្តទៀតប្រភេទបញ្ជីសំខាន់ដែលត្រូវមានក្នុងអាជីវកម្មរបស់អ្នកមានបញ្ជីលក់ឬបញ្ជីចំណូលបញ្ជីចំណាយនិងបញ្ជីស្តុកទំនិញបាទនេះគឺជាគំរូរបាយការណ៍លំហូរសាច់ប្រាក់យើងមានលេខរៀងកាលបរិច្ឆេទបរិយាយចំណូលចំណាយនិងសមតុល្យការកត់ត្រារាល់ការបង់ប្រាក់ចេញនិងចូលជួយឲ្យអ្នកគ្រប់គ្រងអាជីវកម្មបានល្អបាទជាបន្តទៀតយើងចូលដល់សេចក្តីសង្ខេបឬក៏សន្និដ្ឋានលំហូរសាច់ប្រាក់មិនមែនជាសាច់ប្រាក់ចំណេញទេវាគឺជាដង្ហើមរបស់អាជីវកម្មការរក្សាបញ្ជីជួយឲ្យយើងឃើញរូបភាពពិតនៃអាជីវកម្មនិងជួយក្នុងការសម្រេចចិត្តត្រូវរក្សាសមតុល្យសាច់ប្រាក់ឲ្យបានល្អតាមរយៈការលក់ជាសាច់ប្រាក់សុទ្ធបញ្ជីលក់ចំណាយនិងស្តុកគឺជាឧបករណ៍មិនអាចខ្វះបានសម្រាប់សហគ្រិនបាទសូមអរគុណសូមជម្រាបលា